គេខ្ញុំ roll អូខេឥឡូវហ្នឹងយើងដើរមកtrong function មួយដែលមានឈ្មោះថា downside អាពណ៌ស្វាយនេះមានកាតហ្នឹងមានឈ្មោះថា downside downside ហ្នឹងសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលកើតឡើងធ្វើឲ្យយើងខាតបង់ទាំងពេលវេលានិងលុយកាក់ធ្ងន់ធ្ងរបើសិនជាយើងឆ្លុះបញ្ចាំងមកជីវិតជាក់ស្ដែងវាអាចឧទាហរណ៍ថាយើងកំពុងតែធ្វើការសុកស្រាប់តែត្រូវបានគេ lay off ពីការងារឬក៏ក្រុមហ៊ុនរបស់យើងត្រូវបាន shut down ឬក៏អាជីវកម្មរបស់យើងណាមួយហ្នឹងស្រាប់តែមានបញ្ហាត្រូវបិទត្រូវអីចឹងណាអញ្ចឹងយើងត្រូវចំណាយលុយអញ្ចឹង downside តួនាទីវាគឺដូចអីដែលខ្ញុំបានរៀបរាប់អញ្ចឹងឥឡូវនេះ downside នេះគេថាអឺយើងត្រូវ pay លុយអឺ$3,110ជាមួយអា downside ហ្នឹងហើយបងប្អូនត្រូវដឹងថា downside នេះបើសិនជាយើងលេងជាក្រុមណាគេនឹងផ្អាកយើង play 2 round មានន័យថាអ្នកដែលលេងជាមួយយើងហ្នឹងឬក៏ដៃគូរបស់យើងហ្នឹងគាត់ play មក2 round នេះទើបយើងអាចមានសិទ្ធិចូលទៅលេងវិញបានអញ្ចឹងនេះបងប្អូនឃើញហើយ turn គេ skip ខ្ញុំលើកទី1ឥឡូវនេះគេ skip លើកទី2ទៀតហើយអូខេឥឡូវនេះទើបខ្ញុំអាចចូលលេងបានខ្ញុំ roll ចំ market តែយើងអត់មានអីទៅដោះដូរទេអូខេ deal opportunity ខ្ញុំយក small អូខេគេថា you find a great deal មានឱកាសល្អមួយអីគេដាក់ថាមានប្រភេទផ្ទះបន្ទប់គេង3បន្ទប់ទឹក2ហ្នឹងឥឡូវហ្នឹងគេដាក់លក់អីទៀតហើយតម្លៃវាពេញ35,000 cash flow ក្នុងមួយខែ generate ឲ្យយើងបាន220ហើយយើងបង់មុនតែ2,000ទេ down payment ណាអញ្ចឹងខ្ញុំទិញព្រោះវាឲ្យ cash flow យើងច្រើនគួរសមបាទអញ្ចឹងឃើញថាលុយរបស់យើងកាន់តែកើនហើយព្យាយាម increase ម្ដងបន្តិចម្ដងបន្តិចបាទអូខេ deal opportunity ទៀតបាទប្រភេទ stock មួយទៀត OK for you truck តម្លៃវាមួយ share 10trading range អាចចន្លោះពី5ទៅ40ខ្ញុំគិតថាគួរតែទិញព្រោះបើមើលទៅវាអាចកើនខ្ពស់គួរសមអញ្ចឹងខ្ញុំចង់ទិញ300 share សាកមើលអញ្ចឹង300 share អស់3,000នៅពេលដែលយើងទិញបងប្អូននេះវារត់ចូលទៅ cloud asset របស់យើងអា stock ហ្នឹងណាព្រោះដូចខ្ញុំបញ្ជាក់អញ្ចឹងថានិយមន័យនៃ asset គឺជាអីដែលអាច generate money ឲ្យយើងអញ្ចឹងវានឹងរត់ចូលឡើងហ្នឹងណាអូខេចំ deal opportunity ទៀតទេអូខេមាន stock មួយទៀត ON to you entertainment ទៀតហើយតម្លៃ$10ក្នុងមួយ share ហើយបើទិញទៅក៏ចំណេញដែរអញ្ចឹងខ្ញុំទិញសាក200ហ៊ុនមើលអស់ប៉ុន្មានអស់2,000អញ្ចឹងខ្ញុំទិញទៀតអូខេខ្ញុំ roll do that យើងទិញ bowling ball bowling ball ហ្នឹងប្រហែលជាអាប្រភេទកីឡាម្យ៉ាងដែលអឺគេបោះ ball បោះបាល់ទៅអាដបនឹងដួលអីអញ្ចឹងឥឡូវហ្នឹងអស់$80ទៀតហើយអូខេចាំថ្ងៃបើកលុយអញ្ចឹងគួរតែសប្បាយជប់លៀងអីចឹងណាអូខេ small deal ប្រភេទ stock អីមួយទៀតហើយតែខ្ញុំគិតថាខ្ញុំអត់ចង់ invest ទេព្រោះភាគច្រើនខ្ញុំមើលតែកន្លែងនេះហើយបងប្អូនមើលទៅលើ cost មើលទៅលើ cash flow ហើយនឹង range របស់វាអញ្ចឹងមើលទៅវាដូចជាមិនជា significant ឬក៏worth នៅក្នុងការ invest ទេអញ្ចឹងខ្ញុំទៅទៀតហ្គេមហ្នឹងពេលខ្លះក៏និយាយទៅវាបរៀនយើងច្រើនឱកាសមួយចំនួនក៏យើងមិនគួរតែចេះតែចាប់ដែរអូខេឥឡូវមកដល់កាតនេះមួយទៀតហើយប្រភេទកាតថ្មីដែលយើងត្រូវស្គាល់ដែរកាតហ្នឹងកន្លែងហ្នឹងគេហៅថា charity នៅពេលដែលយើងធ្វើការ roll ទៅលើចំ charity ហ្នឹងគេនឹងសួរយើងថាតើយើងចង់ធ្វើការបរិច្ចាគលុយ10%នៃលុយដែលយើងកំពុងតែមានហ្នឹងទៅធ្វើកម្មវិធីសប្បុរសធម៌អត់ប៉ុន្តែអត្ថប្រយោជន៍នៃការធ្វើ charity ហ្នឹងណាវាអាចអនុញ្ញាតឲ្យយើងធ្វើការ roll អឺអាចបានយើងអាច roll បាន3ជុំអីចឹងទៅដែលធ្វើឲ្យយើងមានអត្ថប្រយោជន៍ជាងអ្នកដែលគាត់អត់ធ្វើ charity ណាកែមកន្លែងហ្នឹងក៏វាឆ្លុះបញ្ចាំងដែរថានៅពេលដែលយើងធ្វើកម្មវិធីសប្បុរសធម៌ធ្វើឲ្យគេកាន់តែស្គាល់យើងហើយឱកាសនៅក្នុងការរកស៊ីរបស់យើងក៏កាន់តែឈានមុខជាងអ្នកដទៃដែរបើសិនជាយើងក៏លេចមើលមកសង្គមបច្ចុប្បន្នអីយើងឃើញមានក្រុមហ៊ុនច្រើនណាស់ដែលគាត់ធ្វើគេហៅថា CSR project ណាធ្វើសាលារៀនជូនអំណោយជូនអីចឹងទៅឬក៏បរិច្ចាគឈាមបរិអីចឹងណាចឹងអាហ្នឹងវាបរៀនជា concept មួយទាក់ទងទៅនឹងការចាត់ចែង business ឬក៏ financial របស់យើងបានមួយចំនួនធំអញ្ចឹងខ្ញុំមើលលុយខ្ញុំសិនលុយខ្ញុំមាន2,000ឥឡូវ let's say ខ្ញុំ donate អូខេកាលណាខ្ញុំ donate ខ្ញុំអាច roll out នេះឃើញអត់one dice ឬក៏ two dice ចឹងទៅខ្ញុំយក two dice ចឹងទៅអូខេ
ធូរដៃទៀត អូខេ អូចំមក គិតរហូតណោះ ធូរដៃទៀត អូខេ ឥឡូវយើងចង់ឱកាសរកស៊ីទៀតដែរ អូខេ ឥឡូវហ្នឹង stock ដែលយើងបានទិញពីមុននេះ ដែលមានឈ្មោះថា ON for you ការដែលយើងទិញ នេះដែលខ្ញុំដាក់ថាខ្ញុំអូន អូខេ ឥឡូវនេះយើងដើរមកចំកន្លែងមួយទៀតទាក់ទងទៅនឹងstock អញ្ចឹង stock ហ្នឹងគឺជាប្រភេទ stock មានឈ្មោះថា ON to you Entertainment ហើយ stock ហ្នឹងយើងបានទិញ200 share ម្ដងហើយនេះ share own នេះយើងអូនstock ហ្នឹងចំនួន200 share ហើយការដែលយើងទិញហ្នឹងតម្លៃតែ$10 ឥឡូវហ្នឹងវា increase price ក្នុងមួយ share យើងចំណេញបាន$10 អញ្ចឹងខ្ញុំគិតថាខ្ញុំគួរតែលក់ដើម្បីខ្ញុំបានដើមទុនយកមករកស៊ីខ្លះ អញ្ចឹងខ្ញុំលក់200 share ហ្នឹងឃើញទេលុយរបស់យើងកើនដល់ 10000 ហើយអញ្ចឹងខ្ញុំ roll ទៀតឥឡូវនេះដោយសារតែលុយរបស់យើងឡើងដល់ 10000 ជាងហើយខ្ញុំចង់ចូលមក big opportunity ម្ដងbig deal ណាអូខេនៅពេលដែលយើងចូល big deal mainly ភាគច្រើនវាមានតែឱកាសរកស៊ីធំៗអញ្ចឹងនៅក្នុងនេះឃើញទេមានផ្ទះមួយដែលគេលក់មានបន្ទប់គេង3បន្ទប់ទឹក2នេះតម្លៃវាពេញផ្ទះហ្នឹងគេលក់ 67000 ក្នុងមួយខែបើយើងទិញមានអ្នកជួលស្រាប់ដែលគេអាច generate income ឲ្យយើងបាន$400ហើយយើងបង់តែ 12000 ទេឥឡូវលុយរបស់យើងមានតែ 11000 ជាងទេប៉ុន្តែខ្ញុំចង់បានផ្ទះហ្នឹងអញ្ចឹងខ្ញុំសុខចិត្តទិញហើយខ្ញុំខ្ចីលុយគេមកប្រគ្រប់អញ្ចឹងបើខ្ញុំខ្ចីលុយគេមកប្រគ្រប់មួយខែខ្ញុំត្រូវចាយទៅលើloan ហ្នឹងតែ$100អញ្ចឹងខ្ញុំទិញព្រោះវា generate ឲ្យខ្ញុំឡើង400នោះខ្ញុំខ្លាចអីទិញអូខេទៀត អូខេចង់ deal opportunity ទៀតដែរខ្ញុំយក small នេះប្រភេទ stock ដែលយើងទិញពីមុនដែរប្រភេទឈ្មោះថា MYT4U stock ហ្នឹងកាលមុនយើងទិញតម្លៃ$5ឥឡូវវានៅតែ5អញ្ចឹងខ្ញុំទិញថែមខ្ញុំគិតថាខ្ញុំអត់ទាន់លក់ទេព្រោះលក់ទៅអត់ចំណេញទេអញ្ចឹងខ្ញុំទិញថែមខ្ញុំចង់ទិញ200ថែមទៀតlet's say ខ្ញុំយក300ចុះអូខេខ្ញុំយក small ខ្ញុំយក small ទៀតប្រភេទ stock នេះមើលទៅតម្លៃមួយហ៊ុនហ្នឹង$30បើលក់ចេញក៏ដូចជាអត់ចំណេញដែរទេខ្ញុំទៅទៀតអូខេឥឡូវនេះយើងចំ do that ទៀតហើយចំណាយដែលយើងគេចពុំរួចគេដាក់ថាអីគេកូនរបស់អ្នកត្រូវដាក់ brace ធ្មេញអញ្ចឹងឆាយអស់$2000អូខេខ្ញុំយក small ប្រភេទ stock នេះខ្ញុំគិតថាខ្ញុំអត់ចង់ invest ទេអឺទៅទៀតអូខេចំ do that ទៀតទិញទូកថ្មីត្រូវចាយអស់18000ណោះ Oh my god អញ្ចឹងយើងត្រូវប្រើ credit ហើយខ្ចីលុយគេទៀតហើយអូខេខ្ញុំយក small អូខេឥឡូវនេះឃើញថាហ៊ុនដែលយើងទិញពីមុននេះឥឡូវហ្នឹងតម្លៃកប់ក្តោងហើយដែលយើងអូន900ហ៊ុនហើយហ៊ុនហ្នឹងកាលពីយើងទិញណាតម្លៃវាតែអានេះយើងទិញធ្លាប់មានប្រវត្តិទិញអឺ$5ហ្នឹងហើយ$5អញ្ចឹងឥឡូវឡើងដល់30ហើយអញ្ចឹងខ្ញុំលក់ចេញអញ្ចឹងខ្ញុំលក់បាន27000អូខេអេមែនតើអញ្ចឹងខ្ញុំយក27000ហ្នឹងទៅវិនិយោគនៅក្នុង big deal អូខេកន្លែងនេះគេដាក់ថា egg flakes flake ហ្នឹងបើខ្ញុំចាំមិនខុសទេវារបៀបដូចនេះដែរដូច condo ដូចអីដែរអញ្ចឹងណាអញ្ចឹងតម្លៃពេញ flake ហ្នឹងតម្លៃ200,000យើងបង់មុនតែ40000ទេប៉ុន្តែក្នុងមួយខែវាអាច generate profit ឲ្យយើងរហូតដល់ទៅ1600 passive income ណាឥឡូវខ្ញុំគាត់ថាបើសិនជាខ្ញុំចង់បានអាហ្នឹងលុយខ្ញុំមានតែ30000ជាងទេអញ្ចឹងខ្ញុំខ្វះឡើងចិត្ត10000ចូលថាបើខ្ញុំខ្ចីគេខ្ញុំទៅ pay បានហើយបើការនេះអាចដោះដូរគ្នាបានអត់អូខេខ្ញុំគាត់ថាអាចដោះដូរបានព្រោះបើខ្ញុំខ្ចីគេខ្ញុំ add ការខ្ញុំថែមអស់តែ400ទេប៉ុន្តែទន្ទឹមនឹង cash flow នេះ1000ជាងអញ្ចឹងខ្ញុំទិញអូខេឥឡូវពេលនេះ
នៅពេលដែលបងប្អូនដើរអាសាត្រឡប់មកមើលអា statement របស់យើងផងណាពេលខ្លះយើងចេះតែវិនិយោគយើងចេះតែខ្ចីលុយគេយូរៗ shortage មែនតើធ្វើឲ្យ payday របស់យើងពេលខ្លះយើងរត់លែងរួចបណ្ដោយដល់ពេលចុះឡើងលេង payday គ្រាន់តែផាត់ចំណាយចុះបង់ការបង់អីគេនៅសល់តែ300-400 ដុល្លារយើងរត់លែងរួច bankrupt អញ្ចឹងណាអញ្ចឹងអាសាតោះឲ្យយើងអាសាមកមើលbank statement របស់យើងដូចគ្នាអូខេឥឡូវហ្នឹងដើរចំកូនមួយទៀតហើយឥឡូវហ្នឹងកាលណាចំកូនហ្នឹងដូចបងប្អូនដឹងហើយយើងត្រូវចំណាយទៀតហើយអញ្ចឹង$240អូខេយក small ឥឡូវនេះប្អូនថ្លៃស្រីត្រូវការខ្ចីលុយ5000ខ្ញុំគាត់ថាខ្ញុំអត់ទាន់ចង់ឲ្យគាត់ខ្ចីទេដោយសារយើងអត់លុយអត់គ្រប់ផងហើយខ្វះលុយដែរទៅទៀតអូខេខ្ញុំយក small អូខេមាន stock មួយទៀតហើយON to you អញ្ចឹងខ្ញុំទិញព្រោះមើលទៅវាអាចចំណេញដោយសារលុយយើងមាន4000ដែរខ្ញុំទិញ700មើលអស់ប៉ុន្មានអូយ no អស់ច្រើនណាស់អញ្ចឹងខ្ញុំយក3មើល300ហ៊ុនមើលអស់ប៉ុន្មានអស់3000អញ្ចឹងខ្ញុំទិញ300ហ៊ុនអូខេខ្ញុំយក small start company part time ខ្ញុំគាត់ថាអត់នេះទេអត់តន់ជាតម្រូវការរបស់ខ្ញុំទេអូខេហ៊ុននេះល្អទៀតហើយGrow for Us Fund អញ្ចឹងខ្ញុំចង់ទិញលុយខ្ញុំមាន1000ខ្ញុំចង់ទិញ100ហ៊ុនព្រោះខ្ញុំព្យាយាម build ទិញអា stock ហ្នឹងដើម្បីអីដើម្បីនៅពេលដែលខ្ញុំមានបញ្ហាឬក៏អីខ្ញុំមានគ្រាប់ដែលខ្ញុំអាចលក់បានភ្លាម backup ណាអញ្ចឹងខ្ញុំព្យាយាមសាង add asset របស់ខ្ញុំដែរអូខេខ្ញុំយក small ទៀត600ហ៊ុនហ៊ុននេះកាលយើងទិញ$10ដែរហើយឥឡូវវានេះដែរអញ្ចឹងខ្ញុំគាត់ថាអត់ទេខ្ញុំចង់ទិញថែមខ្ញុំទិញ300ថែមទៀតមើលព្រោះលក់អត់ចំណេញដដែលហ្នឹងលក់ស្មើនឹងតម្លៃដដែលរបស់យើងហ្នឹង100ខ្ញុំយក small condo អានេះឱកាសល្អដែរគេដាក់ថា condo ហ្នឹងតម្លៃ40000 cash flow 140បើទិញមុនបង់លុយតែ4000ទេចឹងការ400អត់ទេអត់ចង់លូកដៃទេចឹងខាតលុយយើងមាន2000ជាងតំបំណុលជាប់ច្រើនដែរបើកលុយទៀតហើយទៅទៀតធ្វើ charity ខ្ញុំចង់ធ្វើអូខេចូល small អូខេអេមមែនតើឥឡូវនេះ stock ដែលយើងទិញតម្លៃមុនមួយហ៊ុនតែ$10ណាឥឡូវនេះមួយហ៊ុនឡើងដល់$50ហើយយើងអូនឡើង900ហ៊ុនអញ្ចឹងចង់អានឹងឥឡូវខ្លាចជាអ្នកមានហើយអញ្ចឹងខ្ញុំលក់ចេញបាន45000អញ្ចឹង let's say ថាខ្ញុំយកលុយហ្នឹងទៅដោះបំណុលខ្លះខ្ញុំចង់ដោះ loan គេ10000នេះខ្ញុំអត់ចង់ទុកទេព្រោះគ្រាន់តែការទៅលើ loan ហ្នឹងមួយខែឡើង1000ហើយបាទហើយក្រៅពីហ្នឹងសល់ខ្ញុំទុករកស៊ីbankrupt downside ត្រូវ pay អស់3600អូខេអូខេ market do that អូខេខ្ញុំយក big ដោយសារលុយយើង40000ហីអញ្ចឹងអានេះអត់មានអីជាបញ្ហាទេអា for pledge for sale នេះតម្លៃ100,000ពេញមួយខែ generate 800 income បង់មុនតែ20000អញ្ចឹងខ្ញុំខ្លាចអីលុយខ្ញុំមានតែ40000ខ្ញុំទិញអូខេកូនមួយទៀតហើយអញ្ចឹងបញ្ហាទេដោយសារចំណូលយើងក៏សមរម្យហើយឥឡូវនេះអូខេខ្ញុំយក big ទៀតដោយសារលុយយើង30000ជាងអូខេ apartment apartment for sale ទៀតហើយតម្លៃ350,000ពេញមួយខែអាចឲ្យ cash flow យើងរហូតដល់2400បង់មុន50000អញ្ចឹងខ្ញុំសាកមើលបើខ្ញុំចង់ទិញអឺដោយសារតែការរបស់វាឡើង2000សុំទោសcash flow វាឡើង2400ហើយការវាតែ1400អញ្ចឹងខ្ញុំទិញអូខេអញ្ចឹងឃើញថាបងប្អូនដូចបងប្អូនឃើញអញ្ចឹង passive income របស់យើងកាន់តែគៀកមកដល់នេះហើយអញ្ចឹងវាយើងឈិតរត់រួចចេញពីទីលានប៉ុណ្ណឹងកន្តុលហើយអូខេគេឆាទីអត់ទេទុកលុយសិនដោយសារយើងធ្វើច្រើនគូសំដែរហើយអត់ទេខ្ញុំយក small ទៀតអូខេ
downside ទៀតហើយត្រូវចាយអស់5000ជាងអត់បញ្ហាទេដោយសារចំណូលយើងក៏គួរសមហើយដែរវាហ្គេមហ្នឹងល្អដែរត្រង់ថានៅពេលដែលយើងដើរទៅយើងជួបបញ្ហាយើងអីចឹងណាប៉ុន្តែវាreflect អំពីរបៀបដែលយើង react ជាមួយបញ្ហាហើយនឹងថាតើយើងមានstrength នៅក្នុងការ moving forward ប៉ុណ្ណាអូខេអានេះឃើញដកអញ្ចឹងមានន័យថាវាត្រូវដកពីចំណូលរបស់យើងណាទិញអត់ចំណេញទេអញ្ចឹងខ្ញុំទៅទៀតហើយខ្ញុំយក big ទៀតដោយសារមានលុយ10000ជាងដែរអូខេខ្ញុំទិញអូខេឃើញទេបងប្អូនឥឡូវនេះនៅពេលដែលយើងដើរមកចំអានេះយើងបង្កើតបាន passive income រហូតវាដើរមកពេញអានេះមានន័យថាយើងចាប់ផ្ដើមឈ្នះមួយតង់ហើយយើងអាចរត់ចេញពីរង្វង់មូលប៉ុណ្ណឹងកណ្ដុររបស់យើងដែលសំដៅទៅលើការដែលរស់នៅរំពឹងទៅលើតែប្រាក់ខែអញ្ចឹងណាឥឡូវនេះដោយសារតែ IQ របស់យើងខំ invest ទិញទ្រព្យទិញ stock ទិញអីផ្សេងៗនេះយើងបង្កើតបានចំណូលឡើងគ្រាន់តែ passive income មួយខែ5000ជាងបាត់ហើយអញ្ចឹងទោះបីជាយើងបាត់បង់ការងាររបស់យើងអាហ្នឹងក៏យើងអត់មានការភ័យព្រួយបារម្ភអីដែរ